ទេសចរខ្នាតធំមួយគ្រឿងចូលចតក្រុងបរសៃខាងនោះនាំភ្ញៀវជិត 3,000 នាក់អាមេរិកច្រើនជាងគេនៅវេលាម៉ោង 7:00 នាទីថ្ងៃច័ន្ទទី 29 ខែធ្នូនេះមាននាវាទេសចរឈ្មោះ Diamond Princess សញ្ជាតិបេមូដាបានចូលចតនៅកំពង់ផែស្វយ័តក្រុងបរសៃខាងនោះដើម្បីទស្សនាប្រទេសកម្ពុជារយៈពេល1ថ្ងៃបន្ទាប់ពីចេញដំណើរមកពីប្រទេសវៀតណាមកំពង់ស្វយ័តក្រុងបរសៃខាងនោះបានឲ្យដឹងថានាវាទេសចរនេះមាននាវិកសរុបចំនួន 1059 នាក់ស្រី 245 នាក់មាន 59 សញ្ជាតិនិងមានភ្ញៀវទេសចរសរុបចំនួន 2850 នាក់ស្រី 1566 នាក់មាន 52 សញ្ជាតិចំនួនសញ្ជាតិដែលមានភ្ញៀវច្រើនជាងគេគឺសហរដ្ឋអាមេរិក 797 នាក់និងអូស្ត្រាលី 824 នាក់បើតាមប្រភពខាងលើនាវាទេសចរនេះនឹងចាក់ចេញទៅប្រទេសថៃនៅវេលាម៉ោង 16:00 នាទីនៅថ្ងៃដដែល